ចំនួនពលករកម្ពុជាដែលចូលធ្វើការនៅប្រទេសថៃបានកើនឡើងយ៉ាងគំហុកក្រោយការបោះឆ្នោតនៅប្រទេសថៃបើយោងតាមមន្ត្រីច្រកទ្វារព្រំដែនកម្ពុជានិងច្រកទ្វារព្រំដែនថៃសុទ្ធតែបានអះអាងដូចគ្នាថាចំនួនពលករកម្ពុជាដែលចូលទៅធ្វើការនៅប្រទេសថៃមានការកើនឡើងយ៉ាងខ្លាំងនៅចាប់តាំងពីចុងសប្តាហ៍មុនស្នាក់ការត្រួតពិនិត្យនៅព្រំដែនអរ៉ាញ់ខេត្តស្រះកែវមន្ត្រីថៃបានកត់ត្រាចំនួនអ្នកឆ្លងកាត់ព្រំដែនបានដឹងថាប្រជាជនកម្ពុជា133នាក់ដែលក្នុងនោះមានប្រុស59នាក់និងស្រី54នាក់បានឆ្លងកាត់ព្រំដែនប៉ោយប៉ែតទៅធ្វើការនៅក្នុងប្រទេសសៀបកម្មករទាំងនោះត្រូវបានជួលដោយរោងចក្ររបស់ថៃស្របតាមអនុស្រណៈយោគយល់គ្នាស្តីអំពីពលករចំណាក់ស្រុកពួកគេសង្ឃឹមថានឹងទទួលបានប្រាក់កម្រៃយ៉ាងហោចណាស់300បាតក្នុងមួយថ្ងៃដោយអ្វីដែលរដ្ឋាភិបាលថៃដែលដឹកនាំដោយគណៈបកភឿថៃបានសន្យានោះពលករកម្ពុជាដែលត្រូវបានដកស្រង់សម្ដីដោយកាសែតថៃបានដឹងថាមានកម្មករកម្ពុជារាប់ពាន់នាក់បានដាក់ពាក្យទៅធ្វើការជាមួយនឹងក្រុមហ៊ុនរបស់ថៃតាមរយៈភ្នាក់ងារការងារដែលទើបតែបើកដំណើរការនៅក្នុងរាជធានីភ្នំពេញខណៈដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តទៅលើគម្រោងបញ្ជូនកម្មករកម្ពុជា8000នាក់ទៅធ្វើការនៅក្នុងប្រទេសថៃក្រោមកិច្ចព្រមព្រៀងទ្វេភាគីមន្ត្រីច្រកព្រំដែនទូទៅកម្ពុជាថៃក៏បានដឹងផងដែរថាប្រជាពលរដ្ឋឆ្លងដែនទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់និងខុសច្បាប់មានកំណើនខ្ពស់ជាងមុនបន្ទាប់ពីរដ្ឋាភិបាលអភិសិទ្ធចាញ់ឆ្នោតប្រធានច្រកព្រំដែនទូទៅកម្ពុជាថៃបានដឹងនៅថ្ងៃទី11កក្កដាថារាល់ថ្ងៃមានប្រជាពលរដ្ឋប្រមាណ250ទៅ300នាក់ដែលចូលទៅប្រទេសថៃដោយខុសច្បាប់ត្រូវសមត្ថកិច្ចថៃដឹកមកឲ្យកម្ពុជាវិញដោយពុំមានការធ្វើទារុណកម្មនោះទេចំណែកប្រជាពលរដ្ឋដែលទៅស្របច្បាប់ក៏មានច្រើនដែរប៉ុន្តែលោកពុំមានតួលេខច្បាស់លាស់នៅឡើយទេស្របពេលជាមួយគ្នានេះដែរកងទ័ពនិងប្រជាពលរដ្ឋរស់នៅតាមព្រំប្រទល់ខ្មែរថៃបានសម្ដែងនូវការសប្បាយរីករាយនិងរំពឹងថាការឈ្លានពានពីសំណាក់ទាហានថៃមកលើកម្ពុជានឹងលែងមានតទៅទៀតបន្ទាប់ពីអ្នកស្រីយីងឡាក់បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ប្រទេសថៃប្រធានច្រកព្រំដែនទូទៅកម្ពុជាថៃក៏បានថ្លែងថាចំពោះស្ថានភាពតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជាថៃមានសភាពស្ងប់ស្ងាត់ធម្មតាហើយការធ្វើអាជីវកម្មដោះដូរទំនិញតាមច្រកព្រំដែនគឺមានសភាពមមាញឹកដូចដើមលោកបន្តថាចំពោះការធ្វើអាជីវកម្មតាមច្រកចិញ្ចុលរវាងប្រទេសទាំងពីរគឺចាប់ផ្ដើមល្អប្រសើរហើយចំពោះការធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសថៃគឺប្រជាពលរដ្ឋមានទំនុកចិត្តច្រើនជាងមុនតែទោះជាយ៉ាងណាលោកថាបើទោះបីជាស្ថានភាពទូទៅមានភាពល្អប្រសើរតែភាគីកម្ពុជានៅតែបន្តប្រុងប្រយ័ត្នជានិច្ចក្នុងកិច្ចការពារព្រំដែននិងប្រជាពលរដ្ឋ